ករណីអ្នកជួលផ្ទះចាក់សម្លាប់ម្ចាស់ផ្ទះដែលកើតឡើងនៅក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យវិញឥឡូវប្រពន្ធនឹងកូនបានអោបកូនយំបាទដែលគាត់ទៅតែមកពីលក់មជូរបងប្អូនទៅតែមកលក់មជូរព្រោះអីកូនហ្នឹងវាឃើញវាឃើញផ្ទាល់ហ្មងណាគង់តែចាក់គាត់ហ្នឹងវាឃើញផ្ទាល់វារត់តាមឪវាដល់ហ្នឹងតែឪវានៅតែធ្វើឲ្យចាក់ទៀតចាណាត់វាណាខ្ញុំគេសួរក៏ព្រាអូនបាច់ថតមុខប្រពន្ធគាត់ទេបាច់ថតមុខប្រពន្ធគាត់ទេហ្នឹងហើយឥឡូវប្រពន្ធមកដល់ហើយមកយំអោបកូនតែម្ដងបងប្អូនគឺប្រពន្ធកូនបានមកដល់ហើយគឺយំអោបកូនហើយគឺប្រពន្ធកូនរបស់ជនដៃដល់បងប្អូនដែលជាឃាតករចាក់សម្លាប់អ្នកជួលផ្ទះចាក់សម្លាប់ម្ចាស់ផ្ទះបងប្អូនបាទចាក់សម្លាប់ម្ចាស់ផ្ទះបងប្អូនបាទឥឡូវនេះអូបាទឥឡូវគាត់ស្លាប់ហើយអើយបាទអ្នកដែលមានទុកលំបាកនោះគឺប្រពន្ធនិងកូនបងប្អូនបាទឥឡូវប្រពន្ធស្លាប់ហើយបាទស្លាប់ហើយបងប្អូនបាទជាតកដែលជាប្តីបាទអ្នកដែលពិបាកអ្នកដែលរងទុក្ខលំបាកគឺប្រពន្ធនិងកូនបងប្អូននៅក្នុងករណីអ្នកជួលផ្ទះចាក់សម្លាប់ម្ចាស់ផ្ទះដែលកើតឡើងនៅក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យវិញឥឡូវប្រពន្ធនិងកូនបានអោបកូនយំបាទដែលគាត់ទៅតែមកពីលក់មជូរបងប្អូនទៅតែមកលក់មជូរបាទអត់ដឹងរឿងទេទៅតែមកដល់អំបញ្ញមិញនេះគឺបានបងប្អូនប្រជាពលរដ្ឋបាទនេះបងប្អូនម៉ូតូគាត់ទៅមកពីលក់គ្រឿងមជូរបាទសង្វេគមែនតើបាទប្តីជាឃាតករដែលចាក់សម្លាប់ម្ចាស់ផ្ទះដែលរឿងរ៉ាវនេះគ្រាន់តែរឿងម្ចាស់ផ្ទះណែនាំបាទណែនាំរឿងផឹកស៊ីចាក់បាក់លឺក៏ម្ចាស់ផ្ទះទៅណែនាំក៏កើតជាចិត្តគំនុំគុំគួនបាទរហូតកើតឡើងជាចិត្តសាហាវមែនតើយកកំបិតចិត្តបន្លែបងប្អូនយកកំបិតចិត្តបន្លែទៅចាក់ម្ចាស់ផ្ទះដែលកំពុងដេកលើរឹងបាទពេលដែលមានការនិយាយគ្នាទៅក៏ចាក់ម្ចាស់ផ្ទះជាច្រើនកំបិតបណ្ដាលឲ្យម្ចាស់ផ្ទះដាច់ខ្យល់ស្លាប់នៅទីតាំងកន្លែងកាត់ហេតុបាទគួរឲ្យសង្វេគមែនតើអ្នកដែលពិបាកនោះគឺប្រពន្ធនិងកូនឥឡូវបងប្អូនស្ដាប់ព័ត៌មាននេះពីអ្នកឃើញហេតុការណ៍ក៏ដូចជាអ្នកដែលដឹងនៅព័ត៌មាននេះជាមួយខ្ញុំទាំងអស់គ្នាបាទព័ត៌មានតិចបានឯងបងជុំវិញករណីអ្នកជួលផ្ទះចាក់សម្លាប់ម្ចាស់ផ្ទះហ្នឹងមូលហេតុដំបូងយ៉ាងម៉េចដែរបងបានឈានដល់ការចាក់សម្លាប់ទៅម្ចាស់ផ្ទះអញ្ចឹងបងខ្ញុំចង់និយាយថាកន្លងមកបាទដូចថាឃាតករហ្នឹងពេលដែលផឹកស៊ីឬមួយខ្ញុំមិនដឹងថាគាត់ផឹកស៊ីទៅគឺចរិតគាត់កតេកតើអញ្ចឹងហ្មងបាទហើយទៅដូចថាពេលដែលគាត់កតេកតើនៅផ្ទះជួលអញ្ចឹងណាគាត់ម្ចាស់ផ្ទះជនរងគ្រោះហ្នឹងគាត់តែថានិយាយមួយម៉ាត់ពីរម៉ាត់អញ្ចឹងណាបាទដល់ពេលអញ្ចឹងទៅវាអត់ចូលចិត្តទេវាអត់ចង់ឲ្យម្ចាស់ផ្ទះហ្នឹងថាវាហើយខ្ញុំចង់សួរគាត់ថាធម្មតាគាត់ម្ចាស់ផ្ទះពេលដែលយើងផឹកស៊ីអញ្ចឹងយើងចង់បកឲ្យនៅផ្ទះជួលគាត់ថាគាត់មានសិទ្ធិនិយាយហីព្រោះគាត់ម្ចាស់ផ្ទះបាទចាដល់ពេលអាត្រង់ហ្នឹងហើយដែលវាអត់ចូលចិត្តទេវាអត់ចូលចិត្តម្ចាស់ផ្ទះហ្នឹងអញ្ចឹងបានខ្ញុំនិយាយតែការដែលវាចាក់សម្លាប់នេះគឺការគុំបាទវាគុំរឿងកន្លងមកចាកន្លងមកដូចថាកើតម្ដងហើយម្ដងទៀតម្ដងទៀតដូចថាទ្រាហ្នឹងទ្រាម្ចាស់ផ្ទះហ្នឹងគាត់អាសាទៅនិយាយឲ្យវាច្រើនដងដែរអញ្ចឹងហើយដល់ពេលខែណានោះខ្ញុំអត់សូវចាំខែដល់ថ្នាក់គាត់ដឹងចិនពីកតុបជួលហ្នឹងទៀតគាត់អត់ឲ្យនៅទេជនដៃដល់ហ្នឹងមានឈ្មោះអីដែរបងឈ្មោះភារៈឈ្មោះភារៈចាមើលទៅវ័យប្រហែលជាអាយុប៉ុន្មានដែរបងហើយជា30ជាងក្រោយពីចាក់ម្ចាស់ផ្ទះបងដឹងថាចាក់ឲ្យជនដៃដល់ដែលជាឃាតករហ្នឹងរត់ឬមួយក៏ត្រូវបានសមត្ថកិច្ចឃាត់បងអត់មានរត់ទេយួរសម្រាប់ដើរធ្វើមិនដឹងពេលហ្នឹងសម្រាប់តកិច្ចអីក៏អត់មានដែរអត់រត់ទេយួរសម្រាប់ដើរធម្មតាប៉ុន្តែខ្ញុំបានមើលតែគាត់ដើរចេញពីហ្នឹងទៅត្រឹមនេះណាបើត្រង់គាត់កាច់ទៅដល់នោះហើយគាត់ព្រោះគាត់អីសកម្មភាពអីខ្ញុំអត់បានមើលទេបងអាទង្វើដ៏ខុសខើចាក់សម្លាប់ម្ចាស់ផ្ទះហ្នឹងបងបានឃើញទេបងឃើញធ្វើយ៉ាងម៉េចខ្លះបងជួយប្រាប់ហេតុការណ៍បន្តិចមើលបងពេលដំបូងម្ចាស់ផ្ទះគាត់ដេកនៅហឹងពេលដែលឃាតករនឹងចូលមកបាទខ្ញុំឮវាស្រែកវាថាខ្លាចអីក្តោអាណាវាថាអញ្ចឹងនិយាយអញ្ចឹងសិនវានិយាយអញ្ចឹងសិនប៉ុន្តែពេលហ្នឹងគាត់នៅដេកជនរងគ្រោះហ្នឹងគាត់នៅដេកនឹងហឹងហ្នឹងទេព្រោះដោយសារជាប្រចាំគាត់ដេកនៅនឹងហឹងលេងអញ្ចឹងហ្មងអញ្ចឹងបាននេះថាម្ចាស់ផ្ទះគាត់អាសាគេងនៅលើរឹងហ្នឹងគាត់គេងជាប្រចាំអញ្ចឹងហ្មងដោយសារគាត់មើលការគាត់ត្រូវអ្នកផ្ទះជួលដាក់ម៉ូតូអីចៀតអីអញ្ចឹងទៅគាត់សេរីគាត់អីអញ្ចឹងគាត់មើលការគាត់ត្រូវអញ្ចឹងហើយដល់ពេលទៅខ្ញុំឮស្រែអញ្ចឹងហើយក៏ខ្ញុំបានឮថាម្ចាស់ផ្ទះហ្នឹងថាឲ្យវាឬមួយក៏អត់ទេប៉ុន្តែដល់ពេលសកម្មភាពដែលវាចាក់ខ្ញុំឮវាសួរថាថាឲ្យខ្ញុំបាទអញ្ចឹងវាសួរម្ចាស់ផ្ទះហ្នឹងអញ្ចឹងថាឲ្យខ្ញុំដល់ពេលទៅម្ចាស់ផ្ទះហ្នឹងក៏គាត់ឆ្លើយថាអញមានបានថាឲ្យហែងអញគ្រាន់តែថាហែងគីឡូឡាហ្មងគាត់និយាយបានតែប៉ុណ្្នឹងគឺវាចាក់យកហ្មងចាក់ប្រហែលជាប្រមាណកបិតដែរបងបើតាមមើលហេតុការណ៍បងខ្ញុំ
ខ្ញុំដូចអត់បានមើលថាអត់បានមើលថាចាក់ប្រមាណក្បត់ទេ បាទ ដោយសារខ្ញុំធ្លាប់ឃើញតែក្នុងបណ្ដាញសង្គម Facebook ដល់ពេលឃើញពុតអញ្ចឹងខ្ញុំដូចតក់ស្លុតហ្មងខ្ញុំអត់បានមើលប៉ុន្តែខ្ញុំចង់និយាយថាពេលដែលចាក់សកម្មភាពចាក់ហ្នឹងមិនមែនចាក់នៅលើហឹងហ្នឹងទេគឺធាហ្នឹងគាត់ងើបចេញពីចាក់គាត់ងើបហើយ បានន័យថាដំបងហ្នឹងបន្ទុះសរាយពាក្យសម្ដីគ្នាហើយ ប៉ុន្តែខ្ញុំអត់ដឹងថាផ្ទុះសរាយពាក់សម្ដីហ្នឹងខ្ញុំលឺតែជនដៃដល់ទេអ្នកស្រែចប៉ុន្តែគាត់ថាជនរងគ្រោះថាយឲ្យមិនហ្នឹងខ្ញុំវាអត់បានចាប់អារម្មណ៍លឺទេ បានលឺទេ ចាប៉ុន្តែដល់ពេលអាសកម្មភាពដែលត្រូវចាក់នេះបានលឺថាសួរថាអញ្ចឹង ដំបងឡើយមានន័យថាម្ចាស់ផ្ទះដែលបានស្លាប់នេះគាត់តែងតែស្ដីបន្ទោសឲ្យបងឬមួយក៏បងដែលបានចាក់គាត់នឹងជារឿងឬមួយយ៉ាងណា គាត់ធ្លាប់មិនដឹងថាជាប្រមាណដងដែរហើយដល់ខែណានោះខ្ញុំអត់សូវចាំទេដល់ថ្នាក់គាត់ដេញចេញពីកន្ទប់គាត់អត់ឲ្យនៅ ជនដៃដោះហ្នឹងតើរស់នៅបន្ទប់ជួលហ្នឹងប្រហែលជាប្រហែលខែប្រហែលឆ្នាំឯងបងដឹងឯងបង ត្រង់ហ្នឹងខ្ញុំអត់ចាំទេដោយសារ យូរឯងបងអាចឲ្យបញ្ជាក់ថាយូរឯង ខ្ញុំដឹងតែយូរហើយព្រោះដោយសារខ្ញុំនៅនេះចូល4ឆ្នាំអីដែរ ឃាតករហ្នឹងមានប្រពន្ធមានកូនមានគ្រួសារមកនៅជាមួយឯងបង មានប្រពន្ធមានកូន2នាក់ផោកំពុង ចុះឥឡូវប្រពន្ធកូនទៅណាឯងបង ខ្ញុំមិនដឹងថាប្រពន្ធទៅណាប៉ុន្តែពេលសកម្មភាពកើតឡើងហ្នឹងកូនក៏នៅហ្នឹងដែរ អូកូនក៏នៅហ្នឹងដែរ ពេលដែលសកម្មភាពឪពុកធ្វើហ្នឹងធ្វើចាក់ហ្នឹងក៏កូននៅហ្នឹងដែរប៉ុន្តែ បានន័យថាចាក់ម្ចាស់ផ្ទះជាជនរងគ្រោះហើយដើរធម្មតាកាន់ស្បង់សម្រាមដើរចេញមកធម្មតាអត់មានផិតភ័យអីទេ អត់មានភិតភ័យទេ បងនៅពេលដែលឃើញហេតុការណ៍បែបហ្នឹងតើអារម្មណ៍បងនៅពេលដែលឃើញសកម្មភាពផ្ទាល់ហ្នឹងតើក្តុកក្តួលប៉ុណ្ណាដែរបង អូខ្ញុំចង់កែងខ្ញុំអត់ដែរកើតជំងឺបេះដូងទេប៉ុ មាន ន្តែ ថាមនុស្សហ្នឹងគឺឆៅហ្មង ចា ចាក់ហើយតើធ្វើបង្ងើយដូចអត់មានរឿងអីកើតឡើងទេ ចា ម្ដង ខ្ញុំនិយាយតែអញ្ចឹងខ្ញុំធ្លាប់ឃើញតែក្នុងបណ្ដាញសង្គម Facebook ដល់ពេលខ្ញុំឃើញផ្ទាល់អញ្ចឹងខ្ញុំចង់កែងប្រោយ បាទ តួអញ្ចឹងចង់កៀងហ្មងបងនេះ ចាខ្ញុំចង់កែងដោយ ស្ សារ ថានភាពគាត់ពេលហ្នឹងបងតាមបងមើលទៅអាចនឹងមានការវិសាគ្រឿងស្រវឹងទេបង ប្រហែល ប្រហែលជាភាសាហើយ តាមខ្ញុំធ្លាប់ដឹងឲ្យតែពេលដែលគាត់ហូបគ្រឿងសង្វឹងហ្នឹងទៅគឺគាត់ដូចថាចរិតគាត់គឺអញ្ចឹងហ្មងខុសពីដែល ការ គាត់ ចាក់ហៅតែម្ដង ចា ឲ្យតែសូរ៉ាចូលខ្លួនគឺការចាក់ហៅ ការចាហៅពេលណាគាត់អត់នេះគាត់ធម្មតាដូចយើងអញ្ចឹងសាមញ្ញអញ្ចឹងប៉ុន្តែគាត់ថារងថ្ងៃដូចគ្រូសាខ្ញុំអញ្ចឹងគាត់អត់ត្រូវ បងស្រីគាត់ចាក់ប្រហែលក្បត់ដែរបង ខ្ញុំអត់អាចដឹងទេបងដោយសារតែខ្ញុំមើលពីចង្ងាយ ខ្ញុំសុំម្ដងទៀតជនដៃដល់ដែលជាឃាតករហ្នឹងមានឈ្មោះអីដែរបង ដូចរងថ្ងៃហ្នឹងគេហៅហ្នឹងដូចហៅប្រយ័ត្នអញ្ចឹងនេះ បាទវិរៈចឹងហ្មងបងណា ចា បាទអរគុណច្រើនបងដែលបានផ្ដល់ព័ត៌មានសុំទោសបងប្អូនខ្ញុំមិនអាចបង្ហាញមុខគាត់បានទេដោយសារតែគាត់ជាសាក្សីដ៏សំខាន់មែនតើអញ្ចឹងនេះគឺជាហេតុការណ៍ដែលជនដៃដល់ដែលជាឃាតករបាទបានចាក់សម្លាប់នៅម្ចាស់ផ្ទះបាទដោយសារតែយើងទទួលបានបាក់ថំនៅទីតាំងកន្លែងកាត់ហេតុគឺជនដៃដល់ដែលជាឃាតករហ្នឹងបងប្អូនគឺបានន័យថាមានចិត្តគំនុំគុំគួនជាមួយនឹងម្ចាស់ផ្ទះបាទគុំគួនជាមួយនឹងម្ចាស់ផ្ទះតែងតែស្ដីឲ្យបាទហើយនេះជាអ្វីដែលយើងទទួលបានទេតែយ៉ាងណាម្ចាស់ផ្ទះត្រូវបានជនដៃដល់ដែលជាឃាតករហ្នឹងគឺចាក់ជាច្រើនកបិតបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅទីតាំងកន្លែងកើតហេតុខណៈដែលមានខាងរថយន្តសម្មួយក៏ដូចជាខាងបងសង្គ្រោះបានមកព្យាយាមសង្គ្រោះឥឡូវយើងទៅមើលកន្លែងកបិតបន្តិចបងប្អូននោះកើតហេតុកន្លែងនៅខាងក្នុងបងប្អូនបាទហើយគាត់គឺជាម្ចាស់ផ្ទះនេះតែម្ដងបងប្អូនបាទដែលកើតឡើងនៅក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញបងប្អូនបាទនេះគឺសមត្ថកិច្ចកំពុងតែធ្វើការនៅឡើយខណៈដែលឥឡូវនេះកបិតបាទបងប្អូនបាទនេះថាកើតហេតុនៅកន្លែងនេះបាទកើតហេតុកន្លែងដំបូងបងប្អូនបាទនោះឈាមកន្លែងចាក់តែម្ដងយើងអាចធ្វើការបង្ហាញឈាមបានទេបាទនេះគឺជាហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនិងរន្ធត់មែនតើដែលកើតឡើងដោយអ្នកជួលផ្ទះចាក់សម្លាប់បាទអ្នកម្ចាស់ផ្ទះបាទនៅនេះបងកបិតនៅគៀនហ្នឹងបងកបិតនៅណាបងជួយបង្ហាញទៅមើលបងអូនេះបាទកបិតបងប្អូនកបិតដែលឃាតករចាក់បាទបងប្អូននោះអូនោះកបិតស៊ូមទីមកអូនបងអូនស៊ូមមកស៊ូមទីមកកបិតកបិតនេះជាប្រភេទកបិតចុងស្រួចបងប្អូនកបិតសុំទោសណាបងប្អូនកបិតគេយកទៅអាសាយកទៅហែកតរេនចិត្តតរេនណាបាទកបិតនេះកបិតចុងស្រួចមែនតើអាហ្នឹងគេហៅកបិតអីគេដែរលោកពូ នេះកបត់ខ្លះកបត់ចិត្តបន្លែ គេហៅកបិតចិត្តបន្លែពូអូអាហ្នឹងមុតសាហាវណាពូ នោះកបត់ បាទ កបត់ដែលគិតតក កបិតហ្នឹងជនដៃដល់បានន័យថាចាក់ជនរងគ្រោះហើយយកមកកបែងចោលនៅហ្នឹងហ្មងពូ ពូអាចដឹងហេតុការខ្លះហើយពូ ខ្ញុំទៅដឹងខ្ញុំមកក្រោយដែរបានគ្រាន់ដឹងថាកបត់ហ្នឹងនៅនឹងគាត់ជួលផ្ទះហ្នឹងយូរហើយគាត់ចាក់ អញ្ចឹងកន្លែងកាត់ហេតុកន្លែងនោះ នោះចិត្តតែឈាមនោះ ចាក់នៅហ្នឹងហ្មងបងសុំបន្តិចមកចាក់នៅកន្លែងណាបានជនរងគ្រោះគាត់រត់ទៅបាទ
សុំបន្តិចមកបង តាមដំណឹងថាចាក់នៅកន្លែងចេតកម្មចរាទេ ចាក់កន្លែងនេះទេបានន័យថាកូនដៅដំបងគាត់ហេតុនៅកន្លែងហ្នឹង ពេលគាត់ត្រូវទៅគាត់នេះគាត់រត់ទៅចូលបន្ទប់គាត់ អូប្រហែលជាជនដៃដល់ដែលជាឃាតករនោះចាក់ប្រហែលជាម៉ានក្បិតដែរបង អាកន្លែងនេះយើងអត់ដឹងបានក្បត់ទេប៉ុន្តែគាត់គាត់ត្រូវច្រើនកន្លែងសងខាងហ្នឹង អូ ត្រូវបន្ទប់ជនដៃដល់ អូបន្ទប់ជនដៃដល់ហ្នឹងហ្មងនៅជាន់ហ្នឹងហ្មង ជាន់ហ្នឹងហ្មង តើពូអាចដឹងពីវិវាទនៅការកើតឡើងរវាងអ្នកជួលផ្ទះនិងម្ចាស់ផ្ទះនឹងបានទេពូបានជនដៃដល់កើតជាចិត្តសាហាវខូខើមែនតើណាចាក់រហូតចាក់សម្លាប់ម្ចាស់ផ្ទះដែលលឺសូថាមានទំនាស់ធ្លាប់មានទំនាស់គាត់ស្ដីឲ្យយ៉ាងម៉េចពូអាចដឹងទេពូ តាមវិជាប្រវត្តិហ្នឹងដែរខ្ញុំមកដល់ភ្លាមជាប្រវត្តិគាត់និយាយដែរគាត់ថាពេលបញ្ហាការហូបចុកសារាអញ្ចឹងជារឿយអញ្ចឹង បាទ ដោយថាគាត់ ជនដៃដល់ពូ ហ្នឹងហើយគាត់ហាមកុំឲ្យអញ្ចឹងកុំឲ្យថ្លង់ដល់គេថ្លង់អីអញ្ចឹងណាតំណងអាចមានកំហឹងឲ្យគុំរឿងហ្នឹង បាទ ហ្នឹងហើយគាត់ច្រើនហូបស្រាអញ្ចឹង បាទ ហើយដល់ពេលជនដៃដល់ចាក់ហើយហ្នឹងដល់ទុកសល់កូន2នាក់ទៀត អូអញ្ចឹងបានន័យថាទៅបាត់ហើយ ហ្នឹងហើយលោកចោលកូន2នាក់ បាទបាទ ឥឡូវបានជាប្រវត្តិហ្នឹងយកកូនទៅឲ្យហូបបាយហូបអីហើយ អញ្ចឹងប្រពន្ធ ប្រពន្ធគាត់ទៅលក់ម្ជូរ អូប្រពន្ធប្រហែលជាអត់ទាន់ដឹងទេមើលទៅ ដឹងទេអត់ទាន់ដឹងទេប្រពន្ធប្រហែលជាខ្លះម៉ោង9ខ្លះម៉ោង10បានមក បាទ ហើយបើឥឡូវគាត់នៅទៀតសល់កូន2នាក់ បាទ នៅអង្គុយមាញ់មុនហ្នឹងនៅអង្គុយយំនៅក្នុងមុនហ្នឹងកូនឥឡូវកូននៅគៀនបងហ្នឹង អូយើងអត់បង្ហាញក្មេងបានទេបងប្អូន បាទហ្នឹងហើយ ឪពុកជាជនដៃដល់អ្នកដែលរងគ្រោះគឺកូនកូនប្រពន្ធដែលអត់ដឹងអីបាទនេះគឺជារឿងរ៉ាវមួយដែលបងប្អូនបានស្ដាប់ការរៀបរាប់ពីបាទ មួយខ្ញុំពេលព្រឹកជួបគ្នារហូត អាសាដើរហាត់ប្រាណជាមួយគាត់បង ហ្នឹងខ្ញុំដើរមុខគាត់ដើរយ៉ាស់ បាទ ដើរទៅមកទៅមក បាទ ដើរទៅគាត់ដើរហាត់ប្រាណរហូតដែរហើយដល់ល្ងាចអីចឹងគាត់ប្រមូលសម្រាមអីទុកដាក់តាមបន្ទប់ទុកហ្នឹងដាក់ចូលក្នុងនេះកោអញ្ចឹងណា បាទបាទ ហើយអត់គួរណាដល់ពេលអញ្ចឹងដល់វាលឿនពេកណាត់គាត់ បាទបាទប្រិយមិត្តជននេះគឺជាដំណើររឿងក៏ដូចជាតាមការផ្ដល់ព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅក៏ដូចជាឃើញហេតុការណ៍ក្នុងករណីចាក់សម្លាប់បាទអ្នកជួលផ្ទះចាក់សម្លាប់ម្ចាស់ផ្ទះតែម្ដងបងប្អូនគឺដោយសារតែយើងទទួលបានបាត់ធំណាថាដោយសារតែជនដៃដល់ដែលជាឃាតករហ្នឹងគឺមានចិត្តគុំគួនខឹងសម្បានិងម្ចាស់ផ្ទះដែលតែងតែស្ដីបន្ទោសឲ្យពេលដែលខ្លួនហូបគ្រឿងស្រវឹងចាក់បាសចាក់អីឡូឡាណារំខានដល់អ្នកបន្ទប់ក្បែរនេះធ្វើឲ្យម្ចាស់ផ្ទះគាត់មកណែនាំគាត់ប្រាប់បាទដោយសារតែវារំខានទៅដល់អ្នកដែលជួលផ្ទះដូចគ្នាក៏ធ្វើឲ្យជនដៃដល់កើតចិត្តគុំខឹងជាមួយនឹងម្ចាស់ផ្ទះរហូតដល់វេលាប្រហែលជាមុនហ្នឹងបងប្អូនគឺយើងទទួលបាននៅវេលាប្រមាណម៉ោងបាទវេលាប្រមាណម៉ោង7បងប្អូនបាទគឺជនដៃដល់បានកាន់កំបិតចិត្តបន្លែចុងស្រួចបាទបានមកចាក់ជនរងគ្រោះដែលជាម្ចាស់ផ្ទះដែលកំពុងតែគេងលើអង្រឹងបើតាមយើងទទួលបានព័ត៌មាននៅពេលដែលចាក់នោះអត់ដឹងថាប៉ុន្មានកំបិតឲ្យច្បាស់នៅឡើយទេក៏ប៉ុន្តែដោយសារតែជនរងគ្រោះជាម្ចាស់ផ្ទះរងរបួសជាទម្ងន់បាទដោយសារតែមានកាក់ចាក់ទៅគឺត្រូវកន្លែងសំខាន់ធ្វើឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់នៅទីតាំងផ្ទះក៏ដូចជាទីតាំងកើតហេតុរបស់ខ្លួនឯងតែម្ដងតែកើតឡើងនៅក្នុងភូមិបងអានេះពូអានេះហៅភូមិអីពូ ព្រែកតនូមួយសកាត់ចាំងហេលើខណ្ឌមានជ័យ ភូមិព្រែកតនូ មួយ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យបាទដែលបងប្អូនបានស្ដាប់ហើយគឺព្រែកតនូមួយក្នុងភូមិព្រែកតនូមួយសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យបាទដែលកើតឡើងនៅបន្ទប់ផ្ទះជួលបាទមួយកន្លែងដែលបងប្អូននៅអ្នកភូមិក៏ដូចជាប្រជាពលរដ្ឋកំពុងតែចោមរោមមើលច្រើនមែនតើខណៈដែលតាមការផ្ដល់ព័ត៌មានពីបាទពីអ្នកឃើញហេតុការណ៍ថាជនដៃដល់ដែលជាឃាតករហ្នឹងចាក់ជនរងគ្រោះដែលជាម្ចាស់ផ្ទះហើយក៏បាទបោះកបិតហើយដើរកាន់ថង់សម្រាមបាទចេញទៅរត់គេចខ្លួនបាត់តែម្ដងបាទដោយមានកូន2នាក់ខណៈដែលបងប្អូនអ្នកភូមិក៏ដូចជាអ្នកជួលផ្ទះនៅទីនេះមានការអាណិតបាទខណៈដែលឪពុកដែលជាជនដៃដល់បានចាក់ហើយទុកកូននៅផ្ទះ2នាក់បាទដល់កំសត់ក៏ដូចជាឥឡូវនេះឮសូរថាប្រពន្ធដែលគាត់ជាអ្នកលក់បញ្ជូរបាទគ្រឿងបញ្ជូរណា
អត់តន់ដឹងរឿងទេបងប្អូនបើតាមខ្ញុំទទួលបានព័ត៌មានបាទធំអត់តន់ដឹងរឿងទេបាទនេះគឺជាហេតុការណ៍មួយដល់កើតឡើងដល់គួរឲ្យរន្ធត់មែនតើហើយបងប្អូនដែលគាត់ខមមិនធ្វើការខមមិននៅក្នុងខ្ញុំគាត់ថាមនុស្សឥឡូវពិតជាសាហាវមែនតើគ្រាន់តែរឿងប៉ុណ្ណឹងកើតជាចិត្តគំនុំគុំគួនរហូតដល់ឈានការសម្លាប់មនុស្សគ្រាន់តែរឿងការស្ដីចង់និយាយណាណែនាំណាមិនស្ដីទេនឹងណែនាំដោយសារតែគាត់ជាម្ចាស់ផ្ទះគាត់មានសិទ្ធិក្នុងការណែនាំក៏ដូចជាប្រាប់បាទទៅដល់អ្នកជួលផ្ទះរបស់គាត់កុំឲ្យធ្វើអ្វីបំពាននិងប៉ះពាល់ដល់គេអ្នកស្នាក់នៅដូចគ្នាបាទគ្រាន់តែរឿងប៉ុណ្ណឹងធ្វើឲ្យជនដៃដល់យកកំបិតចុងស្រួចដែលជាកំបិតចិត្តបន្លែបាទចាក់សម្លាប់ទៅលើម្ចាស់ផ្ទះដែលជាជនរងគ្រោះបាទយ៉ាងសាហាវតែម្ដងបាទហើយដើរកាន់ថង់សម្រាមបាទចេញទៅបាត់ដោយធ្វើដូចជាគ្មានរឿងអ្វីកើតឡើងនេះជាអ្វីដែលយើងទទួលបាននេះគឺជាព័ត៌មានបាក់ថំដែលខ្ញុំទទួលបាននៅទីតាំងកន្លែងកាត់ហេតុខណៈដែលកម្លាំងសមត្ថកិច្ចក៏ដូចជាកម្លាំងជំនាញនៃសមត្ថកិច្ចកំពុងតែចុះមកដល់ទីតាំងកន្លែងកាត់ហេតុដើម្បីធ្វើការបាទកំណត់នៅអត្តសញ្ញាណក៏ដូចជាបាទទទួលនៅព័ត៌មាននៅទីតាំងកន្លែងកាត់ហេតុផងដែរលំអិតក៏ដូចជាបន្ថែមទៀតខ្ញុំបាទសវណ្ណធានក៏ដូចជាក្រុមការងារវិថីញូយើងនឹងធ្វើការលំអិតបន្ថែមទៀតបាទបន្តិចទៀតបងប្អូននេះគឺជាព័ត៌មានបាក់ថំសូមអរគុណសូមគោរពលាបាទ